នេះជាប្រភេទដើមវ៉ាសាប៊ីដែលខ្ញុំធៀបកាត់ទៅបន្ទាប់មកខ្ញុំយកបដោវាបែបនេះហើយឲ្យចេញជារូបរាងបែបនេះយើងអាចតាំងវាដេកសម្រាប់សូមមកភ្ញៀវប្រាប់ថាដើមវ៉ាសាប៊ីបែបនេះឈូសវាបែបនេះរសជាតិវាផ្អែមហើយយើងអានេះយើងផ្សំវាបានគ្រាន់តែយើងទុកដេកលើម្ហូបយើងដាក់តាំងជំរាបជូនភ្ញៀវប្រាប់ថាវ៉ាសាប៊ីនេះយើងតាំងមកចេះវាមកពីខេត្តណាអត្ថប្រយោជន៍វាមិនពេលដែលយើងឈូសទៅយើងទុកចោលប្រហែលនាទីវាហើរតាមបរិយាកាសយើងញ៉ាំអត់បានមិនអីមិនទទួលអត់បានរសជាតិវាតិចទៀតខ្ញុំនឹងសូមបង្ហាញប្រាប់ពីរបៀបចិត្តនិងទុកដាក់និងរយៈពេលដែលយើងមើលថែវាពណ៌ខ្ចីស្អាតណាចឹងអានេះការចាប់ផ្ដើមរបស់យើងខ្ញុំត្រៀមទឹកឲ្យហើយខ្ញុំកាត់វ៉ាសាប៊ីនេះខ្ញុំរៀបចំជាមួយនឹងกระดาษនេះដាក់វាចូលក្នុងទឹកហ្នឹងអញ្ចឹងព្រលឹមឡើងយើងដូរទឹកម្ដងហើយដកវាចេញឲ្យឃើញពីលើថ្ងៃម្ដងខ្ញុំសូមកាត់វាកាត់វាធំហ្នឹងទៅឲ្យវាមានសាច់បន្តិចសនុកបដោះវាអានេះយើងញ៉ាំបានធម្មតាប្រភេទវ៉ាសាប៊ីនេះដែរជាទូទៅវាមានច្រើននៅខាងអូសាកាប៉ុន្តែអូសាកាមានច្រើនប៉ុន្តែរសជាតិរបស់វានៅមានកម្រិតទឹកដីនៅស៊ីសូកាវាល្អជាងណាមានភ្នំលក្ខណៈថាភ្នំល្មមអូសាកាភ្នំវាធំដល់ពេលអញ្ចឹងអីវ៉ាន់វាមានការដាំដុះច្រើនអញ្ចឹងពេលខ្លះក៏វាខុសជីជាតិប៉ុន្តែពាក់ព័ន្ធជាមួយនឹងស៊ីសូកាដីនៅនោះវាល្មមហើយវាច្រើនកសិករនៅនោះគាត់ភាគច្រើនគាត់បដោះតាវ៉ាសាប៊ីវាខ្ញុំសូមលើកឧទាហរណ៍មួយថាថៃបានកន្លែងខ្លះសបោរសជាតិវាអត់សូវឆ្ងាញ់កន្លែងខ្លះសបោអូសំទោសសបោអត់សូវឆ្ងាញ់ហើយអត់សូវសបោឆ្ងាញ់ខ្ញុំសូមលើកឧទាហរណ៍ថាដូចផ្លែទុរេននៅខេត្តមណ្ឌលគិរីទុរេននៅមណ្ឌលគិរីក៏មានដែរប៉ុន្តែថៃបានប្រជាជនខ្មែរយើងមិនសូវឲ្យតម្លៃទុរេននៅមណ្ឌលគិរីឲ្យតម្លៃកំពង់ចាមជាមួយនឹងកពតដោយសាររសជាតិឆ្ងាញ់អញ្ចឹងវាខុសពាក់ព័ន្ធជាមួយនឹងដីអញ្ចឹងវ៉ាសាប៊ីដូចគ្នាវ៉ាសាប៊ីល្អមកពីស៊ីសូកាហើយវ៉ាសាប៊ីដែលរសជាតិល្មមអាចទទួលយកបានមកពីអូសាកាយើងឈូសវាបែបនេះគឺជាប្រភេទប្រដាប់ឈូសវ៉ាសាប៊ីឬក៏យើងអាចឈូសជាមួយនឹងជាថៅអីផ្សេងវាគេហៅថាប្រដាប់ឈូសអត់រុនអានេះយើងអាចធ្វើពីស្បែកអីច្រើនផ្សេងដូចជាប្រភេទត្រីណាឆ្កែយើងកោសយកខ្លាញ់វាហាយស្ងួតប្រភេទស្បែកពោធិ៍ថ្លាន់នេះក៏បានដែរវិធីដោះស្រាយបញ្ហាជាមួយនឹងវ៉ាសាប៊ីពេលដែលយើងឈួលខ្លាំងយើងបិទដង្ហើមមួយផ្លែតអញ្ចឹងវ៉ាសាប៊ីនេះវាចិត្តដល់កដាលអញ្ចឹងចុងផ្សេងចុងរសជាតិផ្សេងកដាលរសជាតិផ្សេងនិងក្បាលនេះរសជាតិផ្សេងវាមានស្ដើងធ្ងន់ល្មមធ្ងន់និងខ្លាំងអញ្ចឹងវាមានគល់វាមានកតុយអញ្ចឹងចង់ឲ្យ balance គ្នាឈូសទាំងក្បាលឈូសទាំងកតុយអានោះរសជាតិវា balance គ្នាពេលដែលយើងទុកចោលបែបនេះក្នុង10នាទីវាហើរអស់ហើយតាមបរិយាកាសញ៉ាំទៅមានរសជាតិអីទេចឹងខ្ញុំសុំកាត់ដើមវ៉ាសាប៊ីនេះតអានេះsẽដឹកតាមយន្តហោះមកបងប្អូនកាត់ឲ្យដាច់កន្លែងចំណុចខ្មៅហ្នឹងទៅ
យើងស្ទាបដែរថាកុលណាបាក់ដែលថាមើលទៅវាឡើងអត់រួចអញ្ចឹងយើងកាត់ចេញអូខេមើលទៅគួរសមបន្ទាប់ពីគួរសមហើយយើងសុំ clear នេះចេញសិនប្រភេទក្បាត់ទូចបោះជប៉ុនចេះក្បាត់ហ្នឹងវាជាក្បាត់ធ្វើត្រីទូចប៉ុន្តែក៏មាននាមថាជាតាំងតោជប៉ុនដែរដោយសារអានេះវាមានកម្រាស់ពេលដែលយើងចិតអញ្ចឹងទៅយើងផ្ដាច់ចេះកុំកាប់វាអញ្ចេះកាប់វាអញ្ចឹងធ្មេញត្រីខ្លះវារឹងខ្លាំងកាប់ទៅធ្វើឲ្យឆាប់មកក្បាត់អូខេយើងរុំវាបែបហ្នឹងមកចឹងព្រលឹមឡើងយើងដូរទៅទឹកបានហើយយើងដូរទៅទឹកទៅអាចរក្សាវាបានអានេះទឹកច្រើនពេកតិចទៀតខ្ញុំចាក់ទឹកចេញខ្លះខ្ញុំសុំម្ដងទៀតអានេះការទុកដាក់របស់វារួចរាល់អញ្ចឹងឥឡូវហ្នឹងវ៉ាសាប៊ីយើងបាន3ដើមអានេះពេលដែលខ្ញុំទុកប៉ុណ្នេះ2អាទិត្យវាអាចឡើងបានប៉ុណ្នេះអានេះខ្ទង់1ខែដោយសារអីវាមានតងតែមួយស្លឹកអានេះវាលូតលាស់បានអានេះវាអាចដុះចេញបានទី1ទី2ទី3ទី4ទី4នេះឈូសសើបជូនភ្ញៀវបន្ទាប់មកផុតហើយវាអស់ហើយដោយសារខ្ញុំកាត់ចេញមកធំនេះហើយ See you next video bye